បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយខ្ញុំមក Mix and Mastering បទបងនៅកូរ៉េហើយក្នុងវីដេអូនេះគឺខ្ញុំចង់ផ្ញើសារមួយទៅបងនៅក្រៅប្រទេសសម្រាប់បងដែលស្រឡាញ់ចម្រៀងបងចង់ធ្វើជា cover ភ្លេងពី YouTube មិនថា cover ភ្លេងថ្មីឬក៏ជា original song ទេបើសិនជាបងស្រឡាញ់មានចំណាប់អារម្មណ៍ចង់ធ្វើហើយបងគិតថាបងអាចធ្វើទេបងនៅក្រៅឆ្ងាយអត់មានកន្លែង record អត់មានអីថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្រុសគាត់នៅកូរ៉េគាត់ថតសំឡេងឲ្យខ្ញុំតាមរយៈទូរស័ព្ទដៃហើយគាត់ cover ជាភ្លេង YouTube អញ្ចឹងខ្ញុំបានប្រាប់គាត់ដែរពីបញ្ហាពីគុណវិបត្តិមានន័យថានៅពេលដែលយើងថតជាមួយនឹងភ្លេង YouTube record សំឡេងតាមទូរស័ព្ទអញ្ចឹងអ្វីជាគុណភាពអត់អាចបានល្អ perfect ដោយដែលមកថត studio ត្រឹមត្រូវមាន interface មាន microphone ត្រឹមត្រូវទេអញ្ចឹងលទ្ធផលគឺអត់សូវជាបានល្អទេហើយសំឡេងដែលបងប្រុសថតមកនេះគឺអត់សូវជាបានល្អទៀតអញ្ចឹងគុណវិបត្តិហ្នឹងវាកាន់តែច្រើនវាមានភាគរយកាន់តែច្រើនអញ្ចឹងខ្ញុំបានបញ្យល់គាត់ហើយគាត់ថាមិនអីទេព្រោះអីគាត់ស្រឡាញ់ហើយគាត់ចង់សាកដែរអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើអស់ពីលទ្ធភាពរបស់ខ្ញុំនៅក្នុង project បទមួយនេះអញ្ចឹងស្ដាប់សំឡេងទាំងអស់គ្នាជាក់ស្ដែងសំឡេងមកចាំមើលបងស្ដាប់ទៅបេះដូងអើយដឹងទេអ្នកណាខូចចិត្តដូចត្រូវមួយផ្លែកំបិតចាក់ចំកណ្ដាលបេះដូងអញ្ចឹងសំឡេងបងប្រុសសភាពសំឡេងបងប្រុសគឺខ្ទរបន្ទប់មានន័យថាគាត់ថតនៅក្នុងបន្ទប់ដាតបានបិទអេប៉ុងដាតបានបិទ rip sound proof ឬក៏បន្ទប់គាត់និយាយមកស្រួលស្ដាប់គឺមាន echo មាន reverb មានអីអញ្ចឹងធ្វើឲ្យសំឡេងហ្នឹងរំខានហ្មងធ្វើឲ្យសំឡេងមានបញ្ហាច្រើនហើយយើងត្រូវធ្វើការច្រើនទៅលើសំឡេងហ្នឹងហើយការណាតែថតនៅលើទូរស័ព្ទដៃនៅលើមីកទូរស័ព្ទអាចស្រូបបានល្អទេតោះតែយើងបកកែ record ទៀតយើងប៉ិនយើងឆ្នៃហ្នឹងហើយអញ្ចឹងបានល្អបានថាមិនល្អអីទេគាត់ថាមកធ្វើទៅគូសំយើងទទួលយកបានហើយសំឡេងបងប្រុសមើលដូចយើងថតតាមទូរស័ព្ទនេះមានកន្លែងខ្លះទៅចូលមកអត់បានពេញអត់ចូលពេញសាច់ជាក់ស្ដែងយើងថតនៅលើម៉ៃកចំណុចអស់អញ្ចឹងក៏មានដែរប៉ុន្តែគាត់ថាមិន fade ចុះឡើងកន្លែងខ្លះត្រូវបុកផឹបអញ្ចឹងវាមិនផឹបខ្លាំងពេកអញ្ចឹងជា frame កង់ដែរបញ្ហាអញ្ចឹងនេះជាបញ្ហាដែលយើងថតនៅលើទូរស័ព្ទបើឲ្យធ្វើឲ្យបានល្អដូចតែយើង record នៅក្នុង studio មានម៉ៃមានអីគឺអាចទេអញ្ចឹងសង្ឃឹមថាចំណុចហ្នឹងបងប្អូនយល់ហើយបងដែលធ្វើសង្ឃឹមថាយល់ចំណុចហ្នឹងដែរហើយនៅក្នុងហ្នឹងដែរក៏ចង់បង្ហាញបងទាំងអស់គ្នាថាអត់បញ្ហាទេបងដែលចង់ធ្វើបងនៅក្រៅបងអាច contact ខ្ញុំបានតាម Telegram ក៏បានតាម page របស់ខ្ញុំក៏បានបងអាចឆាតមកតំណទៅឬក៏សួរសេវាកម្មផ្សេងបានខ្ញុំទទួលទាំងអស់ពាក់ព័ន្ធ music video ឬក៏ music MP3 arrangement ធ្វើភ្លេងអីហ្នឹងគឺទទួលទាំងអស់បងអាចតាក់ទងបានពេញចិត្តនៃសេវាកម្មមួយណាអាចតំណទៅមកខ្ញុំបានហើយអស់បារម្ភហើយបងដែលចង់ធ្វើចម្រៀងបងនៅក្រៅឆ្ងាយមាន studio record ពិបាករកកន្លែង record បងអាចថតតាមទូរស័ព្ទតម្លាក់ឲ្យខ្ញុំបានខ្ញុំនឹងមានកញ្ចប់តម្លៃមួយសម្រាប់បងដែលគាត់ថតទៅតាមទូរស័ព្ទចាំមើលថានៅពេលដែលខ្ញុំ final project មួយហ្នឹងជាលទ្ធផលខុសប្លែកពីសំឡេងដើមប៉ុន្តែខ្ញុំដាក់សលេងដែលខ្ញុំអត់ទាន់ Mix and Mastering ហើយខ្ញុំនឹងដាក់សលេងមួយទៀតគឺសលេងដែលខ្ញុំ mix ហើយ master ហើយថាខុសគ្នាប៉ុណ្ណាដែរចាំបងអាចដាក់បន្ទុកឲ្យខ្ញុំបានហើយ comment ខាងក្រោម share like ឲ្យខ្ញុំម្នាក់មួយផងហើយក៏ខ្ញុំជឿឱកាសអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានគាំទ្រនៅវីដេអូខ្ញុំប្រហែលវីដេអូមុនគឺមានការគាំទ្រខ្លាំងអញ្ចឹងខ្ញុំអរគុណខ្លាំងមែនតើអរគុណបងប្អូនបេះដូងអើយដឹងទេអ្នកណាខូចចិត្តដូចត្រូវមួយផ្លែកំបិតចាក់ចំកណ្ដាលបេះដូងជួបស្រីចិត្តចាឃើញគេលួចឆ្អើយខំឈងឯសងខំប្រឹងបដូររងបងដោយពណ៌ក្រែមប្រេងម្សៅអញ្ចឹងបងបានស្ដាប់ហើយអញ្ចឹងកុំព្រាយ comment ដាក់បន្ទុកឲ្យខ្ញុំផងដោយដែលខ្ញុំបានបញ្ជាក់នៅខាងដើមការ record តាមទូរស័ព្ទដៃអាច perfect បានទេហើយយើង Mix and Mastering បច្ចេកទេសអាចជួយបានតែមួយផ្នែកតូចទេมันអាចជួយសម្រួលបានទោះសំឡេងអត់ល្អឬក៏ថតមកអត់ល្អយើងអាចធ្វើទៅល្អស្អាតមិនមែនទេបច្ចេកទេសដើរមកដល់បច្ចុប្បន្នហ្នឹងគឺខ្លាំងហើយក៏ប៉ុន្តែយើងនៅតែពឹងនឹងអ្វីដែលជាធម្មជាតិនៃរសជាតិមានន័យថាបើនិយាយស្រួលស្ដាប់បើសិនជាសំឡេងអ្នកចម្រៀងព្រោះបច្ចេកទេសជួយតិចអញ្ចឹងរឹតតែបង្កើនរសជាតិអញ្ចឹងបើសំឡេងអ្នកចម្រៀងគាត់អត់ព្រោះសំឡេងធម្មជាតិគាត់មកពីដើមគាត់ច្រៀងអត់ស្គាល់ភ្លេងអត់ស្គាល់កណ្ដងគាត់អត់មានមនោសញ្ចេតនាក្នុងបទគាត់ច្រៀងអត់ដឹងថា
melody ជាអីដឹងថាអីហើយគាត់ឲ្យច្រៀងឲ្យតែលឺហើយបើយើងយកទៅធ្វើឲ្យព្រោះដែរអាចទេហ្នឹងហើយអញ្ចឹងបងយល់ចំណុចហ្នឹងហើយសំឡេងបងប្រុសដែលគាត់ថតមកសំឡេងបងប្រុសល្អសំឡេងបងព្រោះទោះតែចំណុចមួយឯងអត់មានកន្លែង record អញ្ចឹងថតតាមទូរស័ព្ទហើយបងប្រុសគាត់អត់ចេះជាលើកទី1របស់គាត់អញ្ចឹងថតអត់សូវបានល្អទៀតអញ្ចឹងជាលទ្ធផលយើងធ្វើបានប៉ុណ្្នឹងហ្នឹងហើយអញ្ចឹងវីដេអូនៅមានអីវែងទេអរគុណបងទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះហើយកុំភ្លេច like share ខ្ញុំម្នាក់មួយហើយបងពេញចិត្តនៅសេវាកម្មខ្ញុំមួយណាកុំភ្លេចតាក់ទងមកខ្ញុំតាម Messenger ក៏បានតាម Telegram ក៏បានដែល Telegram ខ្ញុំនៅក្នុង page បាទអរគុណមែនទែន